ខ្ញុំភ្លេចប្រាប់អ្នកនេះមួយគឺមានបងប្អូនយើងគាត់ធ្វើការតាក់ទងជាមួយនឹងការប្រើប្រាស់ឬក៏អញ្ចឹងតាក់ទងជាមួយនឹងបានណាផ្ទាល់គាត់ចង់ reset តាក់ទងពី password អីផ្សេងៗគឺឬក៏គាត់ចង់ reset តាក់ទងជាមួយនឹង face ឬក៏ pass អីគឺគាត់អាចធ្វើការ reset បានតាក់ទងជាមួយក្នុង Binance ផងដែរនិយាយទៅ reset ហ្នឹងគឺអត់ពិបាកទេគឺអ្នកនេះគ្រាន់តែធ្វើការចុចចូលក្នុង app របស់ Binance ផ្ទាល់តមកចុចអត្រេ3លើខាងឆ្វេងដៃតមកគឺអ្នកនេះគ្រាន់តែធ្វើការចុចចូលក្នុង account របស់យើងឬក៏ឈ្មោះរបស់យើងមកចុចកន្លែងហ្នឹងមកគឺអ្នកនេះនឹងឃើញតាក់ទងជាមួយនឹង security មានន័យថាកន្លែងដែលគាត់តាក់ទងជាមួយនឹងការដូរ password ដូរលេខកូដដូរ email ដូរអីគឺអ្នកនេះធ្វើការចុចទៅ security ទី1គឺមានដូចជា pass key ទី2 authorizer app ទី3 email ហើយនិងទី4គឺ password បើសិនអ្នកនេះចង់ធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឬក៏ password ចុចកន្លែងទី4ទៅកន្លែង password នឹងផងដែរហើយវានឹងធ្វើការផ្លាស់ប្ដូរ password របស់យើងតែពេលដែលអ្នកនេះផ្លាស់ប្ដូរ24ម៉ោងគឺអ្នកនេះអាចធ្វើការ withdraw លុយចេញបានទេហើយតាក់ទងជាមួយនឹងទី1គឺជាអ្វីមួយដែលអ្នកនេះត្រូវការចាំបាច់ខ្ញុំឃើញបងប្អូនយើងគាត់វិចពនាខ្លាំងមែនតើតាក់ទងពីកន្លែងហ្នឹងដោយសារអីអ្នកខ្លះគាត់ប្រើទូរស័ព្ទ2 3អញ្ចឹងគាត់ចង់ log in Binance គាត់ត្រូវការ scan ជាមួយនឹង QR ឬក៏ scan មុខពិបាកមែនតើអញ្ចឹងខ្ញុំ recommend អ្នកនេះធ្វើការបិទទី1ទៅតែបើសិនអ្នកនេះប្រើតែទូរស័ព្ទអ្នកនេះមួយទេទី1ហ្នឹងគឺអ្នកនេះអាចធ្វើការបើកបានស្អីពេលដែលយើង log in Binance យើងមិនបាច់ចាំធ្វើការវាយ password យើងគ្រាន់ធ្វើការ scan មុខបានហើយមិនបាច់ចាំធ្វើការញញ៉ៃច្រើនទេស្អីនៅក្នុងទូរស័ព្ទដៃយើងទៅជា iPhone ឬក៏តាក់ទងជាមួយ Android គឺបានធ្វើការ save នៅក្នុង cloud automatic មែនតើតាក់ទងជាមួយនឹងបច្ចេកវិទ្យាថ្មីដែលគេហៅថា pass key អញ្ចឹងបើសិនអ្នកនេះចង់បិទវាសារអីពេលខ្លះអ្នកនេះ log in Binance វាទាមទារ QR code scan ញញ៉ៃត្រូវអញ្ចឹងអ្នកនេះអាចធ្វើការបិទវាបានដោយរយៈដូចជាចូលកន្លែង pass key តោះមកអ្នកនេះធ្វើការចុចកន្លែង remove វាចោលតែម្ដងទៅដើម្បីធ្វើការងាយស្រួលសម្រាប់អ្នកនេះកុំឲ្យហាត់បងហានិភ័យមែនតើ